ស្ដីអ្នកទាំងអស់គ្នាបន្តសាច់រឿងរបស់យើងទៀតទីបំផុតនិទានខែរដូវបានមកដល់ភាគ3មនុស្សនោះដូចធ្លាប់ឃើញឯណាអោបខ្ញុំឲ្យខ្លាំងជាងមុនអោបឲ្យខ្លាំងសេះថ្វល់ម្ចាស់ហាងគឺជាអ្នកពូកែនិយាយយ៉ាងល្អវាជាលើកទី1របស់ខ្ញុំក្នុងការទិញសម្លៀកបំពាក់ទារកប៉ុន្តែខ្ញុំស្ដាប់យល់គ្រប់យ៉ាងរាល់អ្វីដែលគេបាននិយាយតើលោកទទួលបាននាមប័ណ្ណពីម្ចាស់ហាងដោយចៃដន្យដែរអត់មិនមែនជានាមប័ណ្ណទេប៉ុន្តែខ្ញុំគិតថាព័ត៌មានសម្រាប់ទាក់ទងត្រូវបានសរសេរនៅក្រោយខិត្តប័ណ្ណប៉ុន្តែតើហេតុអ្វីបានជាលោកត្រូវការនាមប័ណ្ណខ្ញុំគិតថាខ្ញុំបានរកឃើញគេកំចាត់លីមីងស៊ុងឥឡូវនេះបន្តជាមួយកិច្ចសន្យាភាពយន្តដែលបានគ្រោងទុកជាមួយភាគីរបស់ប្រធានយូដូចដែលបានសន្យាថាម៉េចរកឃើញគាត់លោកមានន័យថាថ្មីម្ចាស់ហាងលក់សម្លៀកបំពាក់កូនក្មេងជាដៃគូថ្មីតើគាត់ជានរណាម្នាក់ដែលលោកស្គាល់គេគឺជារាងកាយមួយដែលយើងស្គាល់ស្ថានភាពខ្ញុំមិនល្អទាល់តែសោះខ្ញុំមានអារម្មណ៍ថាវាមានអ្វីមួយរាងកាយខ្ញុំធ្ងន់តាំងពីព្រឹកអរគុណដែលអូនពុំបានមើលថែខ្ញុំបានយ៉ាងល្អហើយខ្ញុំថែមទាំងត្រូវសុំម៉ាក់ឲ្យយកគាត់ទៅសាលារៀនប៉ាក្រោកឡើងទៅផ្លាស់ខោអាវទៅធ្វើការគេងឲ្យបានឆ្អែតមុននឹងទៅធ្វើការលីហើយប៉ាសូមមានថ្ងៃល្អអូនបុំតើវត្តកម្ដៅរបស់ខ្ញុំនឹងមករយៈពេល3ថ្ងៃតើខ្ញុំនៅសល់ថ្នាំប៉ុន្មានគ្រាប់ខ្ញុំគួរទៅមន្ទីរពេទ្យឆាប់ៗដើម្បីទទួលបានវេជ្ជបញ្ជីថ្នាំសម្រាប់ទប់ស្កាត់ដំបូងខ្ញុំត្រូវតែលេបថ្នាំបាត់ឈឺក្បាលជាមុនសិនសូមស្វាគមន៍ពេលនោះបុរសជឿជាក់ក៏បានឈានជើងចូលក្នុងហាងបើសិនជាប្រកាន់ដៃនៅគិនធានីដាក់ក្បាលមកចាន់ដៃហ្នឹងតួនេះខ្មើតខ្លាំងសាហាវហ្មងណាញញហ្មងណាហ្នឹងហើយអ្នកគ្នាខ្ញុំសុំទៅចំពោះកំហុសខុសឆ្គងឬក៏ពេលខ្លះគឺខ្ញុំអានរឿងតែឡាំឬក៏ឮសំឡេងអីពីខាងក្រៅអ្នកគ្នាអាចថានឹងឮដែរអ្នកគ្នាព្រោះខ្ញុំធ្វើវីដេអូនេះគឺបៀតមិនគាត់អញ្ចឹងហើយគឺមានឮសំឡេងចាក់ទឹកឬបោះកៅអៅឯអ្នកគ្នាខ្ញុំសុំទោសមែនតើអញ្ចឹងតសាច់រឿងរបស់យើងទៅកុំឲ្យនៅចាំយូរខ្ញុំគិតថាលោកប្រហែលជាមិនចាំខ្ញុំទេប៉ុន្តែនោះគឺជាការព្រួយបារម្ភតែមិនសូវសំខាន់លោកមករកខ្ញុំព្រោះដឹងថាខ្ញុំជានរណាមែនទេខ្ញុំមិនបានដឹងថាលោកនៅកន្លែងណានោះទេហេតុអ្វីហេតុផលអ្វីសម្រាប់ការមកដល់ភ្លាមៗរបស់លោកតើឯងខ្លាចថាឯងពិតជាអាចមានផ្ទៃពោះសម្រាប់អូមេហ្គាដែលខ្សោយខ្លាំងនៅក្នុងកម្ដៅក្តីស្រមៃរបស់ឯងមិនធំពេកទេឬបន្ទាប់ពីព្យាបាលអារម្មណ៍របស់ខ្ញុំដូចជាធុញសម្រាមនឹងដូចទៅនឹងទំនេរពេលឯងក្រោកនៅពេលព្រឹកប្រមូលរបស់របរគ្រប់យ៉ាងភ្លាមហើយឆាក់ចេញទៅលោកមិនគួរត្រឡប់មកវិញពេលឥឡូវនេះទេដោយមិនខ្មាស់អៀនខ្ញុំក៏មិនចង់ដឹងចង់ឮពីវាដែរសូមចាក់ចេញឥឡូវហ្នឹងទៅដោយអ្វីដែលលោកបាននិយាយតើគិតថាជាអ្វីទៅជាហេតុផលខ្ញុំមកដល់ទីនេះរឿងតែមួយគត់ដែលខ្ញុំដឹងគឺរាងកាយមួយនោះរាងកាយឥឡូវតើត្រូវនិយាយអ្វីទៅឥឡូវខ្ញុំយល់ហើយហេតុផលលោកមករកខ្ញុំព្រោះតែខ្លួនរបស់ខ្ញុំតើលោកគិតថាខ្ញុំនឹងព្រមទទួលយកវាត្រឹមត្រូវដែរទេមើលទៅខ្ញុំដូចជាមនុស្សឆ្កួតបែបនោះតើលោកមិនប្រយ័ត្នពេកទេឬវាមិនដូចអ្វីដែលខ្ញុំបាននិយាយថានឹងធ្វើអ្វីមួយភ្លាមបើអ្នកណាឃើញខ្ញុំពួកគេច្បាស់ជាគិតថាខ្ញុំនឹងប្រាប់ពួកគេឲ្យលក់ខ្លួនរបស់ពួកគេអ្នកទាំងអស់គ្នាគិតដូចអេដមែនអត់បើសិនជានៅចិត្តស្បែកជើងកណ្ដាលមាត់ផ្លាប់តែម្ដងអត់មានទុកយូរទេតើសាច់រឿងរបស់យើងទៅកុំឲ្យនៅចាំយូរអ្វីដែលខ្ញុំមានន័យគឺយប់នោះយើងសប្បាយបន្តិចហើយមែនទេត្រូវហើយខ្ញុំគិតតែឈប់សួស្ដីគ្រាន់តែមកពិនិត្យមើលថាតើវាពិតជាលោករីករាយដែលបានជួបលោកក្រោយពីរយៈពេលយូរបែបនោះ
សិស្សច្បងលោកមិនមែនជាមុខដែលខ្ញុំនឹងស្វាគមន៍ទេ នោះតែលោកឈរទីនោះជាភ្ញៀវដើម្បីទិញសម្លៀកបំពាក់កូនក្មេង ទោះបីជាលោកបានរកឃើញខ្ញុំចែកដន្យក៏លោកអាចធ្វើពុតជាមិនស្គាល់ហើយឆ្លងកាត់ទៅ លោកមកទីនេះដោយមិនស្រួលសម្រាប់ខ្ញុំទេ ដើម្បីត្រៀមខ្លួនចំពោះខ្ញុំ ហាមិនអីទេ ឥឡូវនេះខ្ញុំបានឃើញមុខរបស់លោក ខ្ញុំចាត់ទុកវាថាជាមួយថ្ងៃហើយ ជួបគ្នាម្ដងទៀតឆាប់ៗនេះ ជាសំណាងដែលគេមិនបានមកទីនេះស្កិលអ៊ុនបង យីលេងសើចអីណែពោ9 ខែ 10 ថ្ងៃមកបភ្លើចឹងចង់យកកូនគេទៅតិចអញចូលក្នុងសាច់រឿងមិនហែកតួប្រុសនឹងជា3ជា4កំណាត់មកហ៊ានទៅបំបែកម៉ែកូនគេចាំមើលភាពបន្តអ្នកគ្នាចាំទស្សនានៅភាគទី4អ្នកគ្នាព្រោះអូខេចប់សាច់រឿងតែប៉ុណ្្នឹងឯង Goodbye